បាទសូមជម្រាបសួរបាទដល់ពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់បាទទាំងក្នុងនិងក្រៅប្រទេសបាទថ្ងៃនេះខ្ញុំបាទសំណាងពិសីមានរបស់ថ្មីចង់បង្ហាញចាជូនទៅដល់ពុកម៉ែបងប្អូនយើងបានទស្សនាតាក់ទងទៅនឹងវត្ថុមង្គលនឹងហើយអញ្ចឹងនៅលើដៃខ្ញុំនេះគឺជាប្រភេទកដាញ់ម្លប់ស្វានឹងហើយកដាញ់ម្លប់ស្វានេះគឺខ្ញុំបានចេញពីរៀមច្បងដែលនៅខេត្តសៀមរាបនឹងហើយទឹកដីខាងខេត្តសៀមរាបនឹងហើយរៀមច្បងម្នាក់នេះគឺជាមិត្តភ័ក្តិដែលចិត្តដិតបំផុតដែលយើងហៅថាខ្លើមម្រ័ក្សណានឹងហើយគាត់គឺជាខ្លាមម្រ័ក្សជាមួយនឹងលោកគ្រូរបស់ខ្ញុំឈ្មោះថាលោកគ្រូហងហើយកដាញ់ម្លប់ស្វានេះគឺខ្ញុំបានចេញពីគាត់នឹងហើយបានចេញពីគាត់គាត់យកមកឲ្យខ្ញុំដាក់ចែកជាវចែកជូនទៅដល់ពុកម៉ែបងប្អូនយើងនឹងហើយអ្នកដែលមាននិស្ស័យចង់បានយកទៅគ្រប់ថែរក្សាបន្តពីគាត់ណាពុកម៉ែបងប្អូនអាចចែកជាវពីបងប្អូនទៅបាននឹងហើយកដាញ់ម្លប់ស្វាខ្មែរនេះគឺជាកដាញ់ម្លប់ស្វាមួយដែលធ្លាប់មានប្រវត្តិឆ្លងកាត់ជាមួយគាត់នៅក្នុងសម័យសង្គ្រាមនឹងហើយតាកតងទៅនឹងកដាញ់ម្លប់ស្វាធ្លាប់មានបងក៏សួរខ្ញុំដែរថាអូនណាកដាញ់ម្លប់ស្វាមានដែរអូនណាបងធ្លាប់ឮតែកដាញ់ម្លប់របស់មនុស្សហ្នឹងហើយអញ្ចឹងត្រង់ចំណុចនេះគឺខ្ញុំចង់បញ្ជាក់ថាតាកតងទៅនឹងកដាញ់ម្លប់ស្វាគឺមានកដាញ់ម្លប់ស្វាគឺមានណាពុកម៉ែបងប្អូនបាទគឺមានកដាញ់ម្លប់ស្វាគឺជាប្រភេទរោមកណ្ដាញដែលដុះចេញពីប្រដាប់ភេទរបស់សត្វស្វាមិនថាស្វាញីមិនថាស្វាឈ្មោលឲ្យតែរោមវាកណ្ដាញដុះចេញពីប្រដាប់ភេទរបស់សត្វទាំងហ្នឹងបាទរបស់ទាំងហ្នឹងហើយបាទចំណុចហ្នឹងហើយបាទគឺជាកដាញ់ម្លប់ស្វានឹងឲ្យពុកម៉ែបងប្អូនមានបាទមាននិស្ស័យអាចរកបានអាចមានអាចជួបប្រទេសអាចចែកជាវទៅបានពុកម៉ែបងប្អូនបាទសូមថែរក្សាចុះរបស់អស់នេះគឺប្រកែណាស់តាកតងទៅនឹងខាងបច្ចេកសង្គ្រាមហ្នឹងហើយតាកតងទៅនឹងកដាញ់ស្វានេះបើសិនជាយើងមើលផ្ទាល់ណាពុកម៉ែបងប្អូនបាទវាហាក់ដូចបាទស្វាអង្គុយអញ្ចឹងបាទយើងមើលឆ្វេងមើលស្ដាំមិនដឹងណាយើងមើលនឹងដៃណាបើមើលតាមទូរស័ព្ទពុកម៉ែបងប្អូនយើងប្រហែលជាអាចពិបាកមើលបន្តិចប៉ុន្តែបើសិនយើងមើលពីឆ្វេងពីស្ដាំណាដូចស្វាអង្គុយអញ្ចឹងហ្នឹងហើយដូចស្វាអង្គុយបែរដាក់ពុកម៉ែបងប្អូនបាទឈួលពិលមើលដូចស្វាអង្គុយអញ្ចឹងហ្នឹងហើយតាកតងទៅនឹងកដាញ់ស្វាខ្មែរនេះកដាញ់ម្លប់ស្វានេះពុកម៉ែបងប្អូនស្លាញ់អាចចែកជាបងប្អូនទៅបានណាហ្នឹងហើយសូមបញ្ជាក់ណាបងប្អូនបាទកដាញ់ស្វានេះគឺជារបស់រៀមច្បងដែលជាខ្លើមម្រ័ក្សរបស់លោកគ្រូហងដែលជាគ្រូរបស់ខ្ញុំហើយគាត់មានឈ្មោះថាបងវីនៅទឹកដីខាងខេត្តសៀមរាបរបស់ដែលធ្លាប់មានប្រវត្តិឆ្លងកាត់តាកតងទៅនឹងសម័យសង្គ្រាមហើយគាត់នៅមានបច្ចុប្បន្នមកដល់សប្តាហ៍ថ្ងៃណាបងប្អូនបាទហ្នឹងហើយអញ្ចឹងតាកតងទៅនឹងរបស់នេះបាទខ្ញុំបាទមានតែប៉ុណ្ណេះទេណាបងប្អូនបាទហ្នឹងហើយបាទសូមអរគុណបាទសូមជម្រាបលាបាទ